សូមជូនរឿងកម្លាំងនៃការជួយគ្នានៅក្នុងភូមិព្រៃស្រល់មួយដែលឆ្ងាយដែលជាពេលរដូវភ្លៀងជិតមកដល់តែមិនបានប៉ុន្មានផងមេឃក៏ចាប់ផ្ដើមងឹតហើយកន្លែងនោះក៏ទើបនឹងទទួលបានព្យុះធំនៅពេលឆាប់ប្រជាជនភូមិបានឮព័ត៌មានពីមេឃថាទឹកនឹងលិចខ្លាំងពួកគេចាប់ផ្ដើមត្រៀមខ្លួនយ៉ាងរវល់ដោយសាងសង់ទំនប់តូចនិងដឹកឧបករណ៍សំខាន់ទៅកន្លែងខ្ពស់ក្នុងចំណោមប្រជាជនមានតាហ៊ានដែលមានអាយុជាង70ឆ្នាំតាហ៊ានរស់នៅម្នាក់ឯងហើយជើងខ្សោយព្រោះជន្មាយនៅពេលទឹកកំពុងឡើងពួកគេដឹងថាតាហ៊ានមិនអាចរត់គេចទាន់ទេកូនក្មេង3នាក់ឈ្មោះសុជាតាពិសិដ្ឋនិងរ៉ូសាជាអ្នកក្លាហានពួកគេបានសម្រេចចិត្តតថាមិនអាចបោះបង់តាហ៊ានទុកឲ្យជាប់ក្នុងភូមិទឹកជំនន់នោះបានទេសុជាតាស្រឡាញ់តាហ៊ានដូចជាចៅជីដូននាងបានរត់ទៅហៅអ្នកធំនៅភូមិពិសិដ្ឋនិងរ៉ូសាចូលទៅជួយតាហ៊ានឲ្យកាន់ដៃនិងបង្ហាប់គាត់ឲ្យកាន់កន្ទេលពួកគេជួយលើកតាហ៊ានអង្គុយលើកន្ទេលហើយបើកផ្លូវជាមួយគ្នាទោះបីជាមហាជំនន់ជ្រៀតចូលភូមិខ្លាំងប៉ុណ្ណាបន្ទាប់មកបរោះមកជួយរួមទៀតពួកគេចាប់ផ្ដើមលូតកន្ទេលតាមផ្លូវដែលលិចទឹកដើម្បីនាំតាហ៊ានទៅទីជ្រកសុវត្ថិភាពមនុស្សភូមិម្នាក់ទៀតជួយស្ទាបបាយស្ទាបទឹកផ្ដល់ឲ្យអ្នកទាំងអស់និងក្មេងពួកគេមិនមើលអាយុមិនមើលថាតើខ្លាំងឬខ្សោយទេតែស្មោះស្ម័គ្រជួយគ្នាដោយចិត្តមួយនៅពេលទឹកជំនន់ចុះវិញប្រជាជនទាំងភូមិសង្កេតឃើញថាពីព្រោះការជួយគ្នានេះទេដែលគ្មាននរណាស្លាប់ឬបាត់បង់ជីវិតឡើយពួកគេរៀបចំកម្មវិធីអបអរសាទរលើសេចក្តីរួមចិត្តរួមថ្កើងនិងបដិញ្ញាថាភូមិនេះនឹងនៅជាមួយគ្នារួមចិត្តជួយគ្នាជានិច្ចរឿងនេះคล้ายទៅជាបទបញ្ញត្តិរបស់ភូមិថាដូចមនុស្សម្នាក់អាចខ្សោយតែពេលរួមគ្នាកម្លាំងគ្មានអ្វីធៀបបាន